ណែសួស្តីពុកម៉ែអ៊ំពូមីងលោកយាយលោកតាព្រមទាំងកូនទាំងអស់គ្នាដែលបានតែងតែចូលមកស្ដាប់ការចែករំលែកនៅចំណេះដឹងដែលពាក់ព័ន្ធនឹងប្រធមពីលោកឪកន្លងមកអញ្ចឹងថ្ងៃនេះលោកឪក៏សូមចូលខ្លួនមកស្រាយបំភ្លឺហើយក៏ឆ្លៀតចែករំលែកនៅចំណេះដឹងខ្លះទៀតដែលពាក់ព័ន្ធនឹងការចម្រើនសមាធិប៉ុន្តែទន្ទឹមនឹងការចូលមកដល់ការចែករំលែកនៅចំណេះដឹងដែលពាក់ព័ន្ធនឹងប្រធមនេះលោកឪក៏សូមឆ្លៀតឱកាសនេះដើម្បីឆ្លើយបញ្ជាក់ទៅខាងអស់លោកមួយចំនួនដែលជាខាងសារព័ត៌មានក្តីក៏ដូចជាអ្នកម្ដាយចិត្តធម៌ហ៊ុនស៊ីណាតក្តីដែលកន្លងមកនេះមានការផ្ទុះឡើងកាក្រើករវាងជីវិតឯកជនរបស់ខ្ញុំទាំងពីរនាក់ដែលពាក់ព័ន្ធនឹងសំណេរមួយដែលខ្ញុំបកករណាបានបង្ហោះកាលពីថ្ងៃទី13ខែ5កន្លងមកតាមការពិតទៅការចេញមកបកស្រាយនៅក្នុងពេលនេះមិនមែនជាការចង់ឈ្នះចង់ចាញ់ទៅលើលោកទាំងឡាយណាឬក៏ពុកម៉ែបងប្អូនណាទេគ្រាន់តែចង់ការពារនៅសិទ្ធិដែលអ្វីដែលខ្ញុំបកករណាទាំងពីរមិនបានធ្វើខុសហើយត្រូវបានសារព័ត៌មានដែលមិនមែនជាអាជីពមួយចំនួនបានខ្លែងបន្លំបំភ្លឺពាក្យរបស់ខ្ញុំបកករណាដែលបានចុះផ្សាយកាលពីថ្ងៃទី13ខែ5កន្លងមកនោះណាអញ្ចឹងក្នុងពេលវេលានេះខ្ញុំបកករណាទាំងពីរក៏សូមចូលខ្លួនមកស្រាយបំភ្លឺអំពីខាប់សិនកាលដែលខ្ញុំបកករណាបានសរសេរកាលពីថ្ងៃទី13នោះដូច្នេះលោកទាំងឡាយបងប្អូនទាំងអស់គ្នាដែលកំពុងតែមានការចាប់អារម្មណ៍រឿងការចុះផ្សាយអំពីការសរសេរទាំងឡាយរបស់ខ្ញុំទាំងពីរនាក់នៅថ្ងៃ13នោះសូមនាំគ្នាចូលទៅមើលអានេះខាប់សិនដែលខ្ញុំបកករណាបានសរសេរនោះឲ្យបានច្បាស់លាស់សិននៅក្នុងខាប់សិននោះខ្ញុំបកករណាបាននិយាយថាពាក់ព័ន្ធនឹងការផ្ទុះឡើងរញ៉ៃវែកញ៉ៃអំពីរឿងជីវិតឯកជនរបស់ខ្ញុំទាំងពីរនេះវាកើតឡើងចំនួន2លើកមកហើយហើយយើងទាំងអស់គ្នាក៏បានដឹងដែរថាស្រុកប្រទេសរបស់យើងកន្លងមកនេះកំពុងតែប្រឈមមុខនឹងភាពមួយគេហៅថាមិនល្អប្រពៃទេដូច្នេះសូមអ្នកទាំងអស់គ្នាកុំចំណាយពេលវេលាមកចាប់អារម្មណ៍រឿងជីវិតឯកជនរបស់ខ្ញុំពេកគួរតែនាំគ្នាយកពេលវេលានឹងទៅគិតគូររឿងប្រទេសជាតិជួយគ្រប់គ្រងទៅដល់លោកអ្នកមានបុណ្យដែលមានតួនាទីដឹកនាំផ្លូវលោករបស់យើងរាល់ថ្ងៃហ្នឹងត្រូវជួយគ្រប់គ្រងគាត់ឲ្យមានកម្លាំងចិត្តដើម្បីឲ្យគាត់មានកម្លាំងចិត្តធ្វើការងារដើម្បីរាជរបស់គាត់ហើយនៅក្នុងខាប់សិនហ្នឹងខ្ញុំបកករណាបានសរសេរទៀតថារឿងផ្ទុះឡើងរវាងដំណើរជីវិតឯកជនរបស់ខ្ញុំទាំងពីរវា2លើកទាំងលើកនេះហើយតែវានឹងផ្ទុះឡើងនៅលើកទី3ហើយលើកទី3នោះខ្ញុំបានសរសេរថាជីវិតឯកជនរបស់ខ្ញុំនឹងត្រូវផ្ទុះឡើងនៅជុំទី3ទៀតគឺចំថ្ងៃច័ន្ទទី25ខែ5ហ្នឹងពីព្រោះដំណើរជីវិតរបស់ខ្ញុំបកករណារាល់ថ្ងៃខ្ញុំតែងតែមានអានេះណែសិភៅកត់ត្រាប្រចាំថ្ងៃរបស់ខ្ញុំបកករណានៅរឿងហេតុកន្លងមកត្រូវកើតថ្ងៃណាអីថ្ងៃណាដើម្បីជាចំណាំណាអញ្ចឹងខ្ញុំបកករណាចូលមកសម្ដែងហ្នឹងថាថ្ងៃជុំទី3ដែលត្រូវផ្ទុះឡើងរវាងបញ្ហារឿងឯកជនរបស់ខ្ញុំទាំងពីរនាក់នឹងត្រូវផ្ទុះឡើងនៅជុំទី3នៅថ្ងៃច័ន្ទទី25ហ្នឹងខ្ញុំសរសេរចឹងមែនហើយក្នុងហ្នឹងខ្ញុំក៏បានបន្តទៀតថាលោកទាំងឡាយមិនត្រូវចំណាយពេលវេលាណាមួយមកតាមដានរឿងជីវិតឯកជនរបស់ខ្ញុំទេគួរតែយកពេលវេលាទៅពិចារណានោះជួយមើលស្ថានភាពរកស៊ីចិញ្ចឹមជីវិតណានឹងជួយដល់សង្គមមើលស្ថានភាពសង្គមត្រូវធ្វើអីយើងត្រូវលើកកម្លាំងចិត្តយ៉ាងម៉េចអីយ៉ាងម៉េចគុំរវល់តែចំណាយពេលវេលាមកតាមដានរឿងជីវិតឯកជនរបស់ខ្ញុំទាំងពីរពេកតែបែរជាសារព័ត៌មានខ្លះ
គាត់បែរជាចូលទៅបំភ្លើសពាក្យថាខ្ញុំទាំងពីរហ្នឹងបានប្រកាសថាជុំទី3ដែលពាក់ព័ន្ធនឹងសង្គ្រាមឯណានោះនឹងត្រូវផ្ទុះឡើងហ្នឹងហើយនឹងត្រូវផ្ទុះឡើងបើសិនជាមនុស្សទាំងអស់ហ្នឹងប្រមាថខ្ញុំទាំងពីរនាក់ជុំទី3នឹងត្រូវផ្ទុះឡើងអីណានេះអញ្ចឹងទៅវិញឃើញទេនេះវាគេនិយាយភាសាពិបាកណាស់គេនិយាយភាសារឿងឯកជនរបស់គេចង់និយាយខ្ញុំនេះលោកឪសរសេរអញ្ចេះចូលទៅមើលថ្ងៃទី13ខែ5លោកឪគឺគាត់សរសេរ caption មួយថាកុំកលែងតែរវល់និយាយដើមរឿងឯកជនរបស់លោកឪពេកជាមួយនឹងសុខភាពពេកណាឲ្យទៅរកស៊ីចិញ្ចឹមជីវិតទៅយកពេលវេលាហ្នឹងទៅធ្វើរឿងដែលល្អៗសម្រាប់ប្រទេសជាតិសម្រាប់សង្គមជាតិសម្រាប់ខ្លួនឯងទៅក្រែងលោវាមានរឿងទូរភឹកមានក្តីមហន្តរាយឬក៏ក្តីប្រត់ប្រាស់នៅក្នុងគ្រួសាររបស់ខ្លួនឯងឲ្យទៅគិតគូររឿងខ្លួនឯងទៅណាព្រោះការដែលយើងតាមដានរឿងរបស់មិនថាខ្ញុំមិនថាទៅតាមដានរឿងក្នុងសង្គមទេវាខាតពេលចង់និយាយចេះយើងជាមនុស្សមួយយើងត្រូវតែធ្វើអ្វីឲ្យល្អសម្រាប់ខ្លួនឯងសិនចាំយើងមកប្រាប់គេឬក៏យើងចេញคลิปឬក៏យើងធ្វើជាคลิปណាមួយចែករំលែកហើយបងអ្នកខ្លះគាត់អត់ទាន់មានអីទេតែចូលម្ដងគឺតែជេរយើងបចោយើងហើយសួរតែខ្ញុំខុសអីគ្រាន់តែខ្ញុំស្រឡាញ់លោកឪហ្នឹងខុសដែរហើយមិនមែនម្ដងណាម្ដងជា2ដងឥឡូវនេះដូចចូលលើកទី3ទៀតទៅនេះហើយដល់ទៅពេលថាយើងថាផ្ទុះថាថ្ងៃ25ឥឡូវមិនទាន់ដល់ថ្ងៃ25ដល់25ឥឡូវចេញរឿងមកតាំងពីអ្នកមីងស៊ីណាចាលោកពូភ័យមណៈនឹងរឿងជាច្រើនគេវាធ្វើឲ្យខ្ញុំទៅជាជនរងគ្រោះវិញតាមពិតខ្ញុំចង់ប្រាប់ថាកុំឲ្យមកយកពេលវេលាហ្នឹងមកនិយាយដើមខ្ញុំពេកខ្ញុំទាំងពីរអ្នកនេះខ្ញុំធ្វើអីអ្នកទាំងអស់គ្នាឥឡូវខ្ញុំធ្វើអីអ្នកទាំងអស់គ្នាហើយសារព័ត៌មានលៀបពណ៌ទៅជាខ្ញុំហ្នឹងអ្នកណាប្រមាថទៅជាលោកឪហ្នឹងធ្វើឲ្យគេហ្នឹងទៅកើតជាសង្គ្រាមលើកទី3អីណាអីក៏ខ្លាំងមែនលោកខ្ញុំស្អីគេឥឡូវលើមកខ្ញុំស្អីគេហើយវាអស្ចារ្យអីហើយចង់និយាយអញ្ចឹងវាហាក់ដូចជាលៀបពណ៌នឹងទម្លាក់កំហុសមកលើពួកយើងក្នុងនាមដែលពួកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅធ្វើរឿងក្តីល្អអាណាបសតិសមាធិដើម្បីជួយបន្សាបនៅរឿងអាក្រក់ដែលកំពុងតែកើតឡើងមកខាងមុខនេះហើយមិនមែនតែប្រទេសយើងណាគ្រប់ប្រទេសយើងមើលស្ថានភាពទៅវារឿងដល់ណាហើយកុំមកខ្វាយខ្វល់នឹងរឿងឯកជនរបស់ខ្ញុំពេកវាទៅជាខ្ញុំនេះអ្នកណាប្រមាថលោកឪហើយខ្ញុំលោកឪធ្វើឲ្យកើតសង្គ្រាមកើតកលយុគហើយវាទៅជាមានអ៊ំបងស្រីមួយណាថាគូស្នេហ៍ខ្ញុំជាគូស្នេហ៍ចង្រៃគួរតែនិរទេសចេញពីប្រទេសពធពាក្យហ្នឹងក៏គាត់និយាយចេញមកដែរខ្ញុំអត់យល់នេះទាំងពួកខ្ញុំនេះហើយខ្ញុំក៏ស្អប់ប្រទេសនោះដល់ថ្នាក់ហ្នឹងហើយខ្ញុំក៏មានរឹកអស់ចាសម្បើមម្លេះទៅដល់ថ្នាក់ចង់ឲ្យធ្វើជួបភ្លៀងបានតាមអំពើចិត្តអញ្ចឹងមែនវាអយុត្តិធម៌សម្រាប់ខ្ញុំដល់ចឹងខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើការងារសង្គមមួយទេព្រោះអ្វីដែលខ្ញុំចេតនាចង់ឲ្យអ្នកទាំងអស់គ្នាទៅរកកន្លែងដែលសុវត្ថិភាពឬក៏កន្លែងណាដែលមានស្បៀងមានអីហូបចុកត្រឹមត្រូវទៅព្រោះយើងមើលអត់ឃើញទេអ្វីក៏យើងមើលអត់ឃើញដែរណាលោកឪក៏ហោះតាំងពីថ្ងៃ13ខែ5ឥឡូវយើងមើលទៅព័ត៌មានឥឡូវវាចេញអីមកខ្លះហើយសួរថាខ្ញុំដឹងហើយតើឬក៏ខ្ញុំទៅចង់ទៅធ្វើរឿងអីអញ្ចឹងមិនមែនអត់ទេគ្មានចេតនាណាទៅចង់ទៅធ្វើអញ្ចឹងទេតែអ្នកទាំងអស់គ្នាយល់ខុសនៅដីការបស់លោកឪនិង caption របស់ពួកខ្ញុំវាទៅជាពួកខ្ញុំមើលមកជាអ្នករងគ្រោះចង់មានចេតនាឲ្យទៅប្រទេសជាតិមួយហ្នឹងទៅជាបែបហ្នឹងអានេះអក្រក់ខ្លាំងវាទៅជារឿងអូយនេះគឺជាខ្ញុំសុំបដិសេធមកទទួលយកបានទេនេះគឺជាការបាត់បង់នៅតម្លៃគុណធម៌វប្បធម៌ទំនៀមទម្លាប់ក្នុងនាមយើងជាខ្មែរច្រើនណាស់ដែលខ្ញុំទាំងពីរនេះអត់បានធ្វើរឿងអីសម្រាប់អ្នកណាម្នាក់ទៅជេរប្រមាថឬក៏ទៅតាមរឿងបកគលណាមួយទេខ្ញុំបកករណាទាំងពីរបង្ខំតែពីរនេះតែធ្វើទៅបង្រៀនការអាណាបសតិសមាធិធ្វើម៉េចដើម្បីឲ្យខ្លួនឯងមានសេចក្តីសុខមានធម៌ពលល្អណាព្រោះតែយើងពីរនាក់តសមាធិតែពីរនាក់យើងជួយគេទៅពីណាធ្វើរឿងអាក្រក់ប្រមាថជេរបចោលពីលាអីគុំទៅខ្វល់មិនបាច់ទៅឈឺក្បាលអីទេបែរជាមានសារព័ត៌មានចុះមកបំភ្លើសពាក្យខ្ញុំបកករណាទាំងពីរសិតតែស្អីណានៃនោះពាក្យនេះគឺខ្ញុំទទួលយកបានខ្ញុំសុំមិនទទួលយកហើយសុំឲ្យពិនិត្យមើលថ្ងៃទី13ខែ5លោកឪសរសេរបែបណាអត់មានតាក់ទងជាមួយនឹងរឿងអស់ទាំងនេះឡើយសង្គ្រាមស្អីណានៃអូសង្គ្រាមផ្ទុះអាណាវាយគ្នានៅប្រទេសណាពាក់ព័ន្ធជាប់លោកឪដែរចឹងខ្ញុំដែរវាអត់ត្រូវរឿងសាហាវមិនលោកឪលោកអញ្ចឹងស្ដាប់ហើយពិចារណាទាំងអស់គ្នាបងប្អូនអរគុណច្រើនអញ្ចឹងទេក៏សូមឲ្យណែពុកម៉ែអ៊ំពូមីងលោកយាយលោកតាដែលកំពុងតែតាមដានរឿងជីវិតឯកជនរបស់ខ្ញុំពិសេសញ៉ាំម្ដាយចិត្តធွာហ៊ុនស៊ីណាតហើយនឹងណែ
លោកផៃវណ្ណៈណាក្នុងនាមលោកជាសារព័ត៌មានលោកគួរតែចូលពិនិត្យមើលអត្ថបទខ្ញុំសិនព្រោះខ្ញុំអត់ដែលពាក់ព័ន្ធអីនឹងលោកទេលោកកុំតាន់ជឿមនុស្សដែលចាក់ចុចទៅលោកឲ្យមកមើលមនុស្សល្អបែរជាទម្លាក់កំហុសទាំងអយុធធម៌បែបនេះណាមើលខាត់សិនខ្ញុំសិននេះរឿងជីវិតឯកជនរបស់ខ្ញុំតាំងពីអ្នកនេះវាផ្ទុះពីរលើកហើយជុំទី2នេះមនុស្សជាតិច្រើនដែលបានចូលមកវាយប្រហារប្រមាថខាត់បងធ្លាក់ចុះនៅគុណភាពតម្លៃវប្បធម៌ជាតិណាអញ្ចឹងហើយបានជាខ្ញុំតាំងពីអ្នកបារម្ភថាណាមិនត្រូវចំណាយពេលវេលាមកតាមដានរឿងជីវិតឯកជនរបស់ខ្ញុំទេពេលខ្លះខ្ញុំទៅសេចម្រៀងប្រហោះតែ2នាក់ក៏នាំគ្នាចូលមកជេរខ្ញុំណាខ្ញុំអត់បានធ្វើអីអ្នកណាទាំងអស់ហើយខ្ញុំក៏មិនដែលតាមដានប្រវត្តិអ្នកណាយ៉ាងម៉េចអីយ៉ាងម៉េចខ្ញុំមិនដែរទេតែបែរជាសារព័ត៌មានខ្លះនោះទៅកាត់តសម្លេងខ្ញុំយកពាក្យខ្ញុំទៅបំភ្លើសណាហើយខ្ញុំសត្វតែអាកំបត់រហូតដល់ប្រើពាក្យថាស្នេហាខ្ញុំមួយគូនេះគឺជាស្នេហាអបមង្គលបើពីដើមគេនិរទេសចោលណាខ្ញុំជាមនុស្សចង្រៃដល់ឆ្នាំហ្នឹងផងការបាត់បង់នៅអវយវៈរបស់ខ្ញុំគឺជាការបាត់បង់មួយក្នុងការការពារទឹកដីការពារអាយុជីវិតរបស់មនុស្សកន្លងមកណាហើយខ្ញុំអត់បានទាមទារគុណសម្បត្តិគុណប្រយោជន៍អីទេតែបែរជាលោកទាំងឡាយមកចោទប្រកាន់ខ្ញុំដាក់គំនាយខ្ញុំសើយកប្រពន្ធគេលោកតាខ្លាំងណាស់យកប្រពន្ធគេសត្វថាវានេះត្រូវស្នេហ៍ខ្ញុំអីណាឥឡូវមនុស្សត្រូវស្នេហ៍មិនអីមិនមើលហើយខ្ញុំសួរថាអញ្ចេះប្រពន្ធអ្នកណាគេឲ្យលោកឪនឹងយកស្រួលម៉េះណាឲ្យស្ដាប់ក្បាលស្ដាប់កតុយទេមកដល់ពាក្យអ្នកត្រូវចង់ជេរខ្ញុំទទួលស្គាល់ខ្ញុំជាមនុស្សមហាជនក៏ប៉ុន្តែវាច្រើនពេកវាមានអារម្មណ៍ថាវាធ្វើឲ្យខ្ញុំទទួលយកអត់បានអញ្ចឹងពេលខ្លះក៏ខ្ញុំត្រូវតែចេញនិយាយប្រាប់ដែរថាកុំយករឿងពីអ្នកឯកជនរបស់ខ្ញុំហ្នឹងមកនិយាយនៅក្នុងជាប្រធានបទដើម្បីអ្នកទាំងអស់គ្នាធ្វើមេតិកា content សប្បាយរីករាយវាធ្វើឲ្យតម្លៃសិលធម៌និងគុណធម៌របស់សង្គមគុណភាពនៃជីវិតរបស់ពីរអ្នកខ្ញុំធ្លាក់ចុះចង់និយាយចេះយើងមិនខ្វល់ទេលើធ្លាក់ទេក៏ប៉ុន្តែវាប៉ះពាល់ដល់តម្លៃវប្បធម៌ទំនៀមទម្លាប់ក្នុងនាមយើងជាខ្មែរនេះវាហាច់ហួរគ្នាដល់ថ្ងៃណាទៅបញ្ចប់ហើយតាមដានអូយតាមដានតែរឿងគេតែរឿងខ្ញុំពីរនាក់ហ្នឹងពេលខ្លះខ្ញុំទៅថតប្រហោះតែពីរនាក់ក៏ចូលមកជេរខ្ញុំដែរក៏មកទើសខ្ញុំដែរសួរថាខ្ញុំទាំងពីរនាក់ទៅធ្វើអីលោកទាំងឡាយខ្ញុំអត់បានធ្វើអីដែលខុសឆ្គងដែលប្រះចាក់ពីច្បាប់សង្គមទេកន្លងមកនេះណារហូតដល់បង្កើតរឿងស្អីណាថាតែខ្ញុំនឹងដាក់ស្នើមានស្រីមួយចំនួននោះអ្នកឯងនឹងវាត្រូវស្នើខ្ញុំមិនខ្លះអ្នកឯងមើលទង្វើរបស់អ្នកឯងធ្វើទៅចង់ឲ្យគេស្រឡាញ់អ្នកឯងធ្វើកម្រិតអ្មេចហួសហេតុពេកដោយរឿងកន្លងមកអញ្ចឹងមានអស់ហើយតាំងពីប្រើលុយទៅជួលស្រីនេះឲ្យនិយាយចេះជួលស្រីនោះឲ្យនិយាយចោះថាខ្ញុំធ្វើរឿងនេះធ្វើរឿងនោះចោតប្រកាន់ថាខ្ញុំលួចបន្ទោលួចស្អីណាខ្ញុំជាបុគ្គលណាអីណាសុំស្នេហ៍មនុស្សស្រីជាច្រើនដេញហ្គីតាឲ្យស្រីស្ដាប់អីណាណៃអូមើលខ្ញុំឲ្យច្បាស់ផងលោកទាំងឡាយណាខ្ញុំពីរនាក់នេះបំរើជាតិសង្គមច្រើនដែរហើយខ្ញុំមិនចង់បានគុណសម្បត្តិហ្នឹងតែសូមឲ្យលោកទាំងឡាយមើលផងមើលខ្ញុំផងហួសហេតុពេកដែលចោទប្រកាន់ខ្ញុំហើយដល់អញ្ចឹងសារព័ត៌មានដែលលំដាប់ថ្នាក់ជាតិអត់ដឹងទៅជឿតាមអាការចុះផ្សាយតាមអ្នកសារព័ត៌មានដែលវាគ្មានអាជីពនេះដោយលោកផាញ់វណ្ណៈអីហ្នឹងគាត់អត់បានមើលខាត់សិនរបស់យើងទេអ្នកម្ដាយចិត្តធរហ៊ុនស៊ីណាតក៏លោកអត់បានចូលមកមើលខាត់សិនខ្ញុំគាត់ជឿទៅតាមពីអស់នោះដល់អញ្ចឹងវាមានការយល់ច្រឡំមួយតម្លាក់កំហុសមកខ្ញុំទាំងពីរណាជនរងគ្រោះដែលជាជនរងគ្រោះ
แต่ខ្ញុំបានធ្វើអីខ្លះឲ្យអាប់អួរនៅសេរីនៅក្នុងសង្គមមួយនេះចុះអ្នកដទៃប្រព្រឹត្តរឿងផ្ដាស់កន្លងមកមិនក៏មិនចាប់អារម្មណ៍មកចាប់អារម្មណ៍ទៅរឿងខ្ញុំទាំងពីរទៅវិញខ្ញុំឆ្ងល់ហើយនេះ តែសូននិយាយទៅនិយាយឲ្យទៅរឿងហ្នឹងអញ្ចឹងណានិយាយខុសប្រាស់ចាក់ជាមួយនឹងប្រធានបទ caption របស់យើងនិយាយថ្ងៃទី13ខែ5ហ្នឹងទាំងអស់ចូលទៅមើលទៅនៅក្នុង caption លោកឪសរសេរអីខ្លះសេថាកុំឲ្យមកយកពេលវេលាហ្នឹងមកនិយាយរឿងតខ្លួនរបស់ពីរអ្នកខ្ញុំនឹងទៀតណាយកពេលទៅរកស៊ីចិញ្ចឹមជីវិតទៅសមាធិរកធម៌ដាក់ខ្លួនទៅ ហើយនាំគ្នាសាងអំពើល្អទៅខ្ញុំមិនដែលទៅចែករំលែកនៅគុណប្រយោជន៍ទាំងឡាយណាមួយដែលធ្វើឲ្យមនុស្សអាប់អួរសេរីទទួលមហន្តរាយឬក៏ទំអីណាចោតប្រកាន់ថាមនុស្សទាំងឡាយដោយសារតែមនុស្សទាំងអស់គ្នានឹងឯងមកប្រមាថមើលងាយខ្ញុំនឹងឯងបានជារឿងនឹងវាកើតឡើងទៅជារឿងចាញ់ទៅរឿងចេះទៅវិញអត់មើលខាត់សិនដែលខ្ញុំបកករណាទៅសេខ្ញុំបកករណាស្ទេថាចំនួនរបស់ខ្ញុំនេះវាកើតឡើង2លើក2ជុំសារឡើងវិញនឹងរឿងដដែលហ្នឹងឃើញទេឥឡូវជុំទី3ឲ្យត្រូវលើកផ្ទុះឡើងហ្នឹងគឺវារឿងដដែលហ្នឹងទៀតណាឃើញទេហើយសួរថាខ្ញុំទាំងពីរធ្វើអីខុសជាមួយអ្នកទាំងអស់គ្នាបានជាខ្ញុំចេញមកគ្រាន់តែចែករំលែកពធទៅតាមអ្វីពុតអវាទដែលព្រះបានបន្សល់ទុកនេះដូចជាការសមាធិបែបណាអីបែបណាអ្នកខ្លះចូលមកអត់ស្ដាប់ផងហ្នឹងចូលមកជេរខ្ញុំទាំងពីរប្រមាថប្រើពាក្យអសុរោះប្រើពាក្យអូយខកស្ដាប់ណាដែលវាបាត់បង់នៅតម្លៃគុណធម៌ទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដូនតាខ្មែរហើយរឿងនេះវាក៏កើតឡើងតាពីបុគ្គលម្នាក់ឬពីរនាក់តែប៉ុណ្ណោះដែលស្អប់ខ្ពើមខ្ញុំបកករណាទាំងពីរនាក់ហ្នឹងអញ្ចឹងខ្ញុំបកករណាចេញមកចែករំលែកនេះឆ្លើយបំភ្លឺនេះសូមឲ្យអ្នកសារព័ត៌មានទាំងឡាយដែលយករឿងខ្ញុំបកករណាទាំងពីរទៅចោះខុសការគោលការណ៍ខុសការពិតហ្នឹងខ្ញុំបកករណាធ្វើការចែករំលែកនៅចំណេះដឹងទាំងឡាយពាក់ព័ន្ធនឹងពធនេះពាក់ព័ន្ធនឹងសាសនានេះគឺសម្រាប់តែកូនសិស្សរបស់ខ្ញុំបកករណាប្រមាណអ្នកដែលគេមានជំនឿគេបប្រតិបត្តិទៅគេទទួលបាននូវភាពរីកចម្រើនហើយក៏ទេសនានៅក្នុងផ្ទះរបស់ខ្ញុំเพจរបស់ខ្ញុំតែអ្នកទាំងអស់គ្នាមិនដឹងមកពីណាយកចូលមកជេរហើយយកពាក្យសម្ដីខ្ញុំទាំងអស់ទៅឲ្យបញ្ចេញបញ្ចូលខ្ញុំឲ្យមហាជនមើលមកខ្ញុំជាមនុស្សដែលមិនល្អជីអីទៅជាខ្លួនឯងយកគ្រាន់តែយើងយករបស់គេទៅចោះហ្នឹងវាខកបាត់ហើយព្រោះអ្នកអត់បានសុំសិទ្ធិរបស់ខ្ញុំណាតែយើងក៏មិនប្រកាន់ដែរព្រោះខ្ញុំជាមនុស្សដែលមានមហាជនមានហ្វេនអ្នកគ្រប់ត្រអញ្ចឹងខ្ញុំអត់ខ្វល់ដែរឲ្យទៅចោះទៅល្អចែករំលែកទៅនឹងអ្វីដែលល្អតែនេះវាបាត់ពាក្យរបស់ខ្ញុំបាត់ពាក្យរបស់លោកឪណាបាត់ពាក្យឲ្យថែមពាក្យទៅជាបង្កពាក្យហ្នឹងឆ្លើយទៅជាពាក្យញុះញង់ឲ្យមហាជនមកមើលមកខ្ញុំហ្នឹងថាបែបនេះបែបនោះឥឡូវខ្ញុំចេញមកវិញថាឲ្យពុកម៉ែបងប្អូននិងអ្នកមីងហ៊ុនស៊ីណាសូមចូលទៅពិចារណានិងស្ដាប់ដីការបស់លោកដែលលោកគាត់ផុសថ្ងៃទី13ខែ5គឺយើងអត់មានពាក់ព័ន្ធជាមួយនឹងរឿងសង្គ្រាមទេខ្ញុំចង់និយាយរឿងការផ្ទុះនិយាយមហាជននិយាយរឿងខ្ញុំនេះពី3លើកហ្នឹងទៅហើយរឿងសង្គ្រាមស្អីខ្ញុំមានសិទ្ធិអំណាចស្អីឆ្ងល់ដែរអត់យល់មានសិទ្ធិអំណាចអីចង់ឲ្យណាវាយគ្នាក៏បានណាឈប់ក៏បានតែមិនខ្ញុំបើខ្ញុំអាចមានរិទ្ធដល់ខ្លាំងនឹងប៉ុណ្ណឹងខ្ញុំបញ្ចប់ទាំងអស់សង្គ្រាមលើលោកហ្នឹងមិនថាអីរងមិនថាប្រទេសណាទេខ្ញុំមិនចង់ឲ្យកើតទេបើសិនតែខ្ញុំមានរិទ្ធចឹងមែនណាអីលោកអីលោកចាអញ្ចឹងសូមហ្នឹងហើយអញ្ចឹងសូមពិចារណាដល់គ្នាខ្ញុំសូមលើកម្រាមទាំង5នេះស្វែងបង្គំលោកទាំងឡាយទៅនៅមកឈប់តាមរៀបខ្ញុំទៅអូយបែរហើយប្រាមែនតាបើខ្ញុំបកករណាលើកដៃស្វែងបង្គំរៀម5ថាខ្ញុំប្រមាថទៀតខ្ញុំវាអត់មានដៃ2ទេដៃមួយទៀតជូនជាតិបាត់ទៅហើយឲ្យយល់ផងមែនតាកាន់ធុងណារាល់ថ្ងៃនេះបើមើលព័ត៌មានមកគឺជេររហូតចាបងមិនបានទេគឺថាអូយគឺអត់ឲ្យរស់សុកហ្មងអញ្ចឹងមានអារម្មណ៍ថានៅឥឡូវចាប់ពីថ្ងៃនេះទៅខ្ញុំមិនខ្វល់ទេខ្ញុំគិតឲ្យរឿងអនាគតរឿងខ្ញុំទាំងពីរនាក់ត្រូវដើរច្រៀងត្រូវដើរទៅសុវ័យថតប្រហោះណានៃវាជាសិទ្ធិរបស់ខ្ញុំអញ្ចឹងចាំមើលថាតើវាមានរឿងស្អីទៀតសារព័ត៌មានចាំមើលសារព័ត៌មានមកទៀតតាមបានមកទៀតអូយអរគុណច្រើនចា៎